សូមជម្រាបសួរពុកម៉ែបងប្អូននៅពេលនេះខ្ញុំបាទនឹងលើកយកតម្រុយឆ្នោតវៀតណាមម៉ោង 1:30 នាទីម៉ោង 4:30 នាទីម៉ោង 6:30 នាទីថ្ងៃទី22ខែមិថុនាឆ្នាំ 2025 ដើម្បីមកចែកជូនពុកម៉ែបងប្អូនមុនទៅចូលដល់តម្រុយឆ្នោតខ្ញុំបាទសូមលើកយកតម្រុយឆ្នោតដែលបានឲ្យការពីម្សិលមិញដើម្បីទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 4:30 នាទីហើយនិងម៉ោង 6:30 នាទីតម្រុយដែលខ្ញុំបានឲ្យគឺមានលេខ15 67 85 06លេខអុកមានពីរទង់គឺអុកទង់0ហើយនិងអុកទង់6បន្តមកទៀតនេះខ្ញុំបាននឹងទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 1:30 នាទីគឺយើងអត់បានត្រូវទេបន្តមកទៀតនេះខ្ញុំបាននឹងទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 4:30 នាទីម៉ោង 4:30 នាទីគឺយើងត្រូវបានអុក B គឺលេខ85គឺត្រូវចំតម្រុយតែម្ដងតម្រុយបាទខ្ញុំបានឲ្យលេខ85បន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ8គត់ត្រូវជោគទង់សរុបម៉ោង 4:30 នាទីគឺយើងត្រូវបាន2គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 6:30 នាទីម៉ោង 6:30 នាទីគឺយើងត្រូវបានប៉ុស A គឺ02គឺត្រូវលេខអុកបន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ04ត្រូវលេខអុកបន្តមកទៀតគឺយើងត្រូវបានប៉ុស C គឺ03ត្រូវលេខអុកបន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ03ដូចគ្នាត្រូវលេខអុកដូច្នេះសរុបម៉ោង 6:30 នាទីគឺយើងត្រូវបាន4គ្រាប់គឺលេខអុកបន្តមកទៀតនេះខ្ញុំបាទនឹងលើកយកតម្រុយសម្រាប់ថ្ងៃទី22ខែមិថុនាឆ្នាំ 2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនដើម្បីចាក់ផ្សងសំណាងតម្រុយគឺមានលេខ06 66 59 94លេខអុកមានពីរទង់គឺអុកទង់6ហើយនិងអុកទង់5សូមពុកម៉ែបងប្អូនជួយចុច Subscribe ហើយនិងសញ្ញាមេដៃជាសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំបានចេញជារៀងរាល់ថ្ងៃសូមជូនពរសូមឲ្យពុកម៉ែបងប្អូនមានសំណាងល្អគ្រប់ក្រុមគ្រួសារប្រសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីមួយចង់សាកសួរឬក៏ផ្ដល់យោបល់សូមខមមិននៅខាងក្រោមសូមអភ័យទោសចំពោះការខុសឆ្គងដោយអចេតនាណាមួយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត